បងប្អូនយើងគណៈបកប្រជាជនណែតែបងប្អូនយើងព្រោះ CPP ជាមិត្តមែនទេ ICE Americano ថាកុំបានតែព្រុសនៅក្រៅប្រទេសពេកចូលមកស្រុកខ្មែរទៅព្រំដែនទៅដេញជនបរទេសឈ្លានពានដោយខ្លួនឯងទៅបងប្អូនខមមិននេះគឺមានច្រើនមែនទែនហើយក៏ខមមិនដោយមនុស្សជាច្រើនខមមិននេះគឺមានចេតនាគ្រាន់តែជាចំអកយើងឆ្លើយក៏បានមិនឆ្លើយក៏បានព្រោះមហាជនណាណៃសៀងគេយល់ច្បាស់យើងមិនចាំបាច់ទៅបញ្យល់មហាជនគេដឹងទេប៉ុន្តែបើយើងចង់ឆ្លើយឬក៏ផ្ដោតទៅពួកអ្វីដែលសូនរានិយាយគឺខ្មែរពុនតាផ្ដោតទៅពួកជាការលក្ខណៈឆ្លើយតបផងអានេះដូចជាបល័យសោតបង្ក្រាបខ្មោចណាលក្ខណៈគេចែកត្រវាផ្ដោតទៅពួកទៅឲ្យប្រិយមិត្តនិងកូនសិស្សសូនរាផងដែរបងប្អូនចម្លើយមានពីរធំហើយខមមិននេះវាស្អីស្រាគេយកទៅខមមិនស្ទើរគ្រប់អ្នកបញ្ចេញមតិទាំងអស់ថាបើឯងខ្លាំងកុំបានតែព្រុសមកដេញមកព្រំដែនមកដេញណាបរទេសឈ្លានពានតែខ្លួនឯងទី1ស៊ីដាបើខ្ញុំអាចទៅដេញបរទេសឈ្លានពានដោយដៃទទេបញ្ញាប្រទានដូចជាប្រមាថមើលងាយហ៊ុនម៉ាណែតនិងហ៊ុនសែនពេកហ៊ុនម៉ាណែតកៅមនីបើនិងហ៊ុនសែនកាន់អំណាចអាវុធពេញដៃលីតាអេនជូមនុស្សខ្លាំងគេខ្លាចទូទាំងពិភពលោកមិនទាំងហ៊ានបានត្រឹមតែឈរស្រក់ទឹកភ្នែកយូរពន្វិតមើលបរទេសឈូសភូមិអ្នកស្រុកចាប់វាយប្រជាជនខ្លួនឯងស្ងាត់មាត់ឲ្យគេចុកអត់មានប្រតិកម្មមួយម៉ាត់អានឹងសីហរិទ្ធគាត់ខ្លាំងមហិមាមហាអស្ចារ្យផងចុះតម្រាំសូនរាសុកចម្រើនចន្ទថនតើមានអធិពលអ្វីដែលអាចខ្ញុំម្នាក់ទៅឈរនៅទល់ដែនចំអុលមុខបណ្ដេញមានយុទ្ធសិលបរទេសដែលឈ្លានពានកម្ពុជាបានអញ្ចឹងសម្រាប់មិត្ត CPP អ្នកនិយាយដូច្នោះអេណា LK ដូចជាប្រមាថមើលងាយសម្ដេចតេជោនិងហ៊ុនម៉ាណែតខ្លាំងណាស់ទី1ទី2ចុះបើហៅខ្ញុំទៅឲ្យការពារជាតិតើខ្ញុំអាចទៅដៃទៅទេបានទេមិនអាចទេដូច្នេះជំនួសពេញឲ្យការហៅសូនតារាឬក៏ឌឺដងហៅអ្នកដតីគឺយើងត្រូវទៅប្រាប់ហ៊ុនម៉ាណែតថាបើអត់មានសមត្ថភាពហៅសូនតារាឲ្យមកដឹកនាំប្រទេសជំនួសវិញអានឹងបានវាត្រូវធម្មតាប្រជាជនដៃទៅទេមិនអាចទៅធ្វើអីនៅគ្មាននរណាមានយុទ្ធសាស្ត្រដូចស៊ុនអ៊ូខុងទេបងប្អូនស៊ុនអ៊ូខុងមាននរណាមានយុទ្ធសាស្ត្រដូចហនុមានទេទ័ពរបស់ព្រាហ្មណ៍នៅក្នុងរឿងរាមកេរ្តិ៍វាអត់មានដូច្នេះខ្ញុំសូមប្រាប់ទៅវិញចំណុចនេះខ្ញុំឆ្លើយតបបើខ្ញុំដឹកនាំប្រទេសសៀងកម្ពុជាខ្ញុំមិនអោយបរទេសចូលដីខ្មែរមកចំអានទុកជាត្រូវស្លាប់យ៉ាងណាក៏ដោយដឹកខាត់មិនអោយបាត់បង់ប្រសាទមិនអោយមនុស្សយកអាចមកជះនៅលើក្បាលខ្មែរមិនអោយបន្លាលុះពាត់នៅលើដីខ្មែរបើសូនតារាណាថ្ងៃណាមួយសង្ឃឹមថ្ងៃមួយសុខុមសម្រិទ្ធដឹកនាំប្រទេសខ្ញុំថាអញ្ចឹងសួរថាចង់មានអីសំអាងចុះមិនអោយខ្ញុំទៅដឹកនាំទៅតែប៉ុណ្ណឹងខ្ញុំថាបើចិនតាហនបើព្រោះឥឡូវនេះខ្ញុំវាមិនមែនជាអ្នកដឹកនាំប្រទេសបើខ្ញុំស្ថិតក្នុងតំណែងហ៊ុនម៉ាណែតដឹកនាំប្រទេសកាន់ទ័ពបញ្ជាកម្លាំងទូទាំងប្រទេសខ្ញុំមិនអោយខ្មែរបាត់ប្រាសាទណាមួយដែលធ្លាប់កាន់កាប់ខ្ញុំមិនអោយបរទេសយកអាចមកបាញ់លើក្បាលខ្មែរខ្ញុំមិនអោយបន្លាលុះដាក់នៅលើដីខ្មែរជាដាច់ខាតអានេះខ្ញុំសូមឆ្លើយប៉ុណ្ណឹងចៅពិសិដ្ឋមែនទេអញ្ចឹងបងប្អូនយើងបើហៅសូនតារាឲ្យទៅការពារជាតិអានឹងត្រូវតែហៅសូនតារាឲ្យទៅកាន់តំណែងនាយករដ្ឋមន្ត្រីហើយខ្ញុំនិយាយប៉ុន្តែបងប្អូនចាំសម្ដីសូនតារានៅថ្ងៃនេះណាខ្ញុំឆ្លើយទៅកាន់មិត្ត CPP វិញទេហើយល្អសំណួរហ្នឹងគឺវាអត់មានអីត្រូវសារ៉ាពីមីសត្រូវទៅនៅខឹងគេទេយើងឆ្លើយតបដោយបញ្ញាឬក៏ដោយយុត្តិធម៌ដោយ logic ត្រឹម logic គឺថាខ្ញុំបើឲ្យខ្ញុំទៅបដិញបរទេសវាទោះតែឲ្យខ្ញុំទៅកាន់អំណាចហើយបងប្អូនខ្ញុំសូនតារានិយាយជាសាធារណៈអញ្ចឹងបើខ្ញុំកាន់អំណាចនឹងមិនឲ្យប្រាសាទខ្មែរដែលធ្លាប់កាន់កាប់បាត់ជាដាច់ខាតហើយនឹងមិនឲ្យណាបរទេសដាវីដាកឹមយកអាចមកបាញ់លើក្បាលខ្មែរបានឡើយ
បាញ់ក្បាលសូនតារាបានបើយកអាចបាញ់ក្បាលសូនតារាបាញ់រូបថតបាញ់មិនបាញ់អស្រីប៉ុន្តែបើថាបាញ់លើក្បាលប្រជាជនខ្មែរអត់បានទេសូនតារានិយាយអញ្ចឹងណា post boy មិនថាអ្នកណាគ្រប់គ្រងសូនតារាឬស្អប់សូនតារាឲ្យតែខ្មែរខ្ញុំការពារទាំងអស់បើខ្ញុំជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសុភីសៅអានឹងខ្ញុំឆ្លើយតបប៉ុណ្ណឹងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តទៅទៀតបងឡុងទូរទស្សន៍សូនតារាស្រាត់ខោជិនផ្ដាច់ការផ្លាស់ប្ដូរផ្នែកកំណត់សំណួរទី2សុំតពួកកូនបើលោកគ្រូគេថាពេលដែលសួរថាឥឡូវបន្លាលួសហ្នឹងដល់ណាហើយមានគណៈបកប្រជាជនមួយចំនួនកគីភូមិថាឲ្យទៅសួរថៃគាត់ថាចំកុំធឿនណាសួរកុំទៅឆ្ងល់ច្រើនទៅឥឡូវសួរថាបន្លាលួសហ្នឹងណាអ៊ីស្មីដងទៅដល់ណាហើយគណៈបកប្រជាជនមួយចំនួននេះមិនអោយខ្លះគេថាអញ្ចឹងតារាឌីសិនឲ្យទៅសួរថៃបាទបងប្អូនយើងគាត់ថាលោកគ្រូខ្ញុំដល់តែពេលអញ្ចឹងខ្ញុំខឹងបងប្អូនបើកណាយើងខំយើងអត់ប្រាជ្ញាណាធ្វើឲ្យប្រាជ្ញាយើងអត់ណារស់មិនយូរជនរយការហើយគាត់មកសួរខ្ញុំសុំតពួកទៅត្រូវឆ្លើយថាយ៉ាងដូចម្ដេចអាហ្នឹងគឺសុំតពួកខ្ញុំផ្ដាំតពួកអាហ្នឹងទៅឲ្យបងប្អូនទៅចុះមែនទេគេថាឲ្យទៅសួរថៃមានតែបងប្អូនខ្ញុំក៏ពេញខមមិនហ្នឹងមែនហើយអាចគណៈបព្វជិជនអាចនិយាយយ៉ាងខឹងប៉ុន្តែយើងមិនខ្វល់ទេយើងដឹងថាបើមនុស្សមានគុណធម៌មនុស្សដែលស្នេហាជាតិទឹកដីមិនអាចទៅនិយាយភាសានេះបានប៉ុន្តែយើងក៏និយាយបែប logic ទោះជាគេនិយាយលក់លើឲ្យយើងក៏ដោយមែនទេមករា I love ទោះជាគេជំយករឿងទឹកដីប្រទេសជាតិមកចំអកលក់លើឲ្យយើងក៏ដោយយកមកលេងសើចក៏យើងនិយាយជាការពិតមែនទេគេថាបលាលុះនៅឯណាស្រីពេកតែមិនទៅសួរថៃឲ្យទៅសួរថៃទៅយើងមានន័យថាចុះបើថៃថាបលាលុះនៅប្រាសាទអង្គរវត្តចុះបើថៃថាបលាលុះនៅក្រុងភ្នំពេញបលាលុះនៅផ្ទះហ៊ុនសែនបលាលុះមែនទេនៅកំពង់សោមមានន័យថាម៉េចយោងតាមទ្រឹស្ដីដែលគេនិយាយចំអកលក់លើថាឲ្យទៅសួរថៃគឺប្រទេសកម្ពុជាសម្រាប់នៅលើថៃហ្នឹងណាចិត្តជិតលសាសួរថៃមិនមែនសម្រាប់ទៅលើថៃទេបលាលុះនៅណាមកសួរអញឲ្យទៅសួរថៃទៅអញ្ចឹងអ្វីទៅសម្រាប់លើថៃមានន័យថាគណៈបកប្រជាជនទាំងអស់តំណាងឧទាហរណ៍ថាអ្នកនឹងទ្រឹស្ដីតំណាងឲ្យគណៈបកប្រជាជន4សគឺគណៈបកប្រជាជននឹងថ្នាក់ដឹកនាំកម្ពុជាតាំងពីកម្ពុជារហូតមកដល់ថាជួនណាសមាជិកធម្មតាហ្នឹងអត់ដឹងខ្ចល់អីទាំងអស់អត់ដឹងបលាលុះនៅណាផងមិនដឹកនាំប្រទេសបកាត់យកស្អីឲ្យទៅសួរថៃហើយបើទៅសួរថៃមានន័យថាអញ្ចឹងស្ដាច់ទៅលើបងថៃទេរ៉ែងគឹមបើបងថៃណាសមត្ថភាពឡាចដាក់នៅត្រង់ណាគឺវាត្រង់ហ្នឹងហើយអាហ្នឹងហើយដែលគេហៅថាក្បត់ជាតិណាបងប្អូនណារឿងទឹកដីរបស់ខ្មែររឿងបលាលុះហើយយើងឲ្យទៅសួរថៃឲ្យទៅសួរបរទេសអាហ្នឹងហើយក្បត់ជាតិមានន័យថាម៉េចទៅសួរវាទៅវាដាក់ដល់ណាហើយវាកាត់ដល់ត្រឹមណាគឺវាត្រឹមហ្នឹងហើយទស្សនៈហ្នឹងបើជាទស្សនៈរបស់គណៈបកប្រជាជនណាគឺជាទស្សនៈក្បត់ជាតិណាគឺផ្ដល់សិទ្ធឲ្យថៃជាអ្នកសម្រេចថាសាច់តែវាប្រិយចំណិត share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតហ៊ានសក់ទូរទស្សន៍សូនតាស្រាត់ខោជិនផ្ដាច់ការផ្លាស់ប្ដូរផ្នែកគណិតគ្រឿងក្លែងទី3ចុងក្រោយប្រតិកម្មរបស់ប្រិយចំណិតខ្ញុំនិយាយអំពីអំពើបាបនិងអំពើបុណ្យកាលពីសប្តាហ៍នេះកាលពីថ្ងៃពុធដែលខ្ញុំនិយាយថាចេះយីឆាងការធ្វើបុណ្យដោយមិនរំពឹងគឺដោយចិត្តជ្រះស្រឡះមេត្តាករុណាសេចក្តីស្រឡាញ់អាណិតអាសូរវានឹងបានផលបើយើងធ្វើបុណ្យឲ្យអាហារទៅជនទូរគុតអត់ឃ្លានតាមន័យថាជនទូរគុតអត់ឃ្លាននឹងអត់បានតបស្នងមកយើងវិញទេប៉ុន្តែផលបុណ្យនឹងឬក៏ខ្ញុំប្រើពាក្យទីដើម្បីនិយាយទៅឲ្យវាមានន័យទូទៅផលបុណ្យនឹងអ្នកខ្លះគេប្រើពាក្យព្រះណាផលបុណ្យឬក៏ព្រះជាម្ចាស់នឹងផ្ដល់នឹងបញ្ជូនអ្នកដទៃឲ្យផ្ដល់តបស្នងមកយើងឧទាហរណ៍ថាយើងឲ្យនំប៉័ងទៅជនអត់ឃ្លានមួយរូបនៅប្រទេសកម្ពុជា5ឆ្នាំក្រោយយើងទៅអូស្ត្រាលីយើងទៅអាមេរិកសម្បូរមនុស្សហៅយើងហូបនំប៉័ងអានោះសិតផលបុណ្យណាបងអានោះគឺមានន័យថាមនុស្សដែលយើងបានផ្ដល់ឲ្យហ្នឹងគឺអត់តបស្នងអីមកយើងទេគឺផលបុណ្យដែលជាប់ខ្លួនយើងឬក៏ហៅព្រះប្រទានប្រនឹងផ្ដល់ឲ្យយើងនៅថ្ងៃក្រោយនៅក្នុងថ្ងៃក្រោយឬក៏ជាតិក្រោយណែអានឹងចឹងដូចគ្នាយើងទៅកាប់សម្លាប់ជនស្លូតត្រង់ធ្វើបាបជនទុនខ្សោយអាជនស្លូតត្រង់ទុនខ្សោយនឹងអត់អាចតបស្នងសងមកយើងបានទេប៉ុន្តែផលបាបវិញព្រះទោសរបស់ព្រះនេះនឹងបញ្ជូនអ្នកដទៃផលបាបនឹងមកឲ្យយើងផលបាបនោះវាមានដូចជាគ្រោះចៃដន្យគ្រោះធម្មជាតិឬក៏អ្នកខ្លាំងជាងតារារាជសិនឧទាហរណ៍ដូចជាហ៊ុនសែនគាត់ចាប់ឪពុកសូនតារាដាក់គុកទាំងចាស់ជរាមានជំងឺឈឺនៅក្នុងគុក
ក្រោមផ្លាក់សិលធម៌មេត្តាករុណាឪពុកសនតារាជាជនទុនខ្សោយម៉ាក់សនតារាមានក្បាលមួយនៅស្រុកបារាំងអត់មានអាវុធដូចអ៊ីស្រាអែលមហាអំណាចអីដូចអាមេរិកទេមិនអាចធ្វើអីហ៊ុនសែនបានទេប៉ុន្តែផលបាបដែលហ៊ុនសែនបានសាងទៅលើឪពុករបស់សនតារានិងក្រុមគ្រួសាររបស់សនតារាគឺនឹងមានអ្នកដតីខ្លាំងជាងហ៊ុនសែននឹងទៅធ្វើបាបហ៊ុនសែនទៅអាហ្នឹងណាមានន័យថាផលបាបហ្នឹងមិនមែនសនតារាមានឪពុកសនតារាទេគេថាអញចាប់ឪឯងដាក់គុកឯងធ្វើអីអញឪឯងនេះមកធ្វើស្អីអញមែនទេឪឯងនេះស្គមស្គាំងរីងរៃឈឺដេកនៅក្នុងគុកមែនទេឯងមកធ្វើអញធ្វើបាបឪឯងអត់ខ្ញុំអត់ធ្វើអីទេអានេះមកសៀនសុយហើយឪខ្ញុំណាសុភីសៅក៏មិនអាចមកធ្វើអីហ៊ុនសែនបានដែរប៉ុន្តែព្រះនឹងផលបាបនឹងទៅធ្វើហ៊ុនសែនអាចមានអ្នកខ្លាំងជាងហ៊ុនសែនមែនទេអាចជាថៃដូចខ្ញុំថៃអាចជាអាមេរិកបារាំងអូស្ត្រាលីអ្នកណាក៏ដោយឬក៏ធម្មជាតិជាគ្រោះមហន្តរាយយរធ្លាក់យន្តហោះឬក៏ខ្យល់កោគេហៅមកក្នុងពុទ្ធសាសនាពីដើមគ្រោះធម្មជាតិគេសំដៅទៅលើព្រះធម៌នេះស្រូវបងប្អូនព្រះធម៌នេះស្រូវមិនមែនរឿងព្រាយរឿងពិតណាស្អីគេព្រះធម៌នេះស្រូវចិនដាខំព្រះធម៌នេះស្រូវមានន័យថាបាក់ដីនេះគឺផ្ទុះភ្នំភ្លើងក៏បាក់ដីដែរផ្ទុះភ្នំភ្លើងគេថាវាផ្ទុះទៅអាហ្នឹងពាក់ព័ន្ធជាមួយដីស៊ីព្រះធម៌នេះស្រូវហ្នឹងគឺដីស៊ីបងប្អូនស្រូវនេះស្រូវបហាអញ្ចឹងដូចជាបំណាក់ស្រុតដូចជានៅប្រទេសមួយចំនួនរំជួយផែនដីមានប្រធូរនេះស្រូបយើងក៏បាត់បង់កប់ផ្ទះនៅឡានអីចឹងទៅមនុស្សខ្លះចង្រៃចឹងទៅផ្ទះចង្ការទោះវាមើលមិនឃើញទេផ្ទះនឹងស្អាតសង់យ៉ាងណាក៏ដោយសប្តាហ៍ថ្ងៃមួយចលនាផែនដីហ្នឹងវាគេហៅថាផលបាបហ្នឹងវាបញ្ជូនមកយើងជឿតាមបាបបុណ្យពុទ្ធសាសនាហ្នឹងវារត់កាត់ខ្សែហ្នឹងទៅផ្ទះហ្នឹងជាសំណង់មហាអស្ចារ្យអីក៏ដោយស្រាប់តែវារំជួយញែកដីទៅវាធ្លាក់អាផ្ទះហ្នឹងមកគ្រួសារក៏មានដែរហ្នឹងគេហៅថាបឋមនេះស្រូបនៅក្នុងពុទ្ធសាសនាគេគ្រោះធម្មជាតិបឋមនេះស្រូបហ្នឹងគឺមានរំជួយផែនដីមានស៊ូណាមីនេះវាមានបំណាក់ផ្នែកនៅបាងកកដូចជាប្រហែលថ្ងៃមុននោះគឺមានបំណាក់ស្រុតមួយលិចបាត់លិចបាត់អាគារមួយពាក់កណ្ដាលបាត់ព្រមសភាពអាហ្នឹងហៅបឋមនេះស្រូបប៉ុន្តែស្រាប់តែមានប្រិយមិត្តកាលនេះខ្ញុំប្រៀបធៀបទៅនឹងគណិតវិទ្យាក៏មានបងប្អូនយើងអានេះមិនបងប្អូនទេផ្ដាច់ប្រគុណដែលរៀនធម៌ជ្រៅជ្រះហ្នឹងសរសេរមកខ្ញុំកណាណាវ៉ាន់ស៊ីវែងណាវែងហើយបញ្ចូលខ្ញុំអានណាអរគុណប្រជាជនថាលោកគ្រូគណិតបុណ្យគឺវាមានតាមឋានៈវាមានតាមផលវាមានតាមចេះគ្រូមិនអាចទៅនិយាយដោយគណិតវិទ្យាបានទេពីព្រោះកាលនោះខ្ញុំនិយាយប្រៀបទៅនឹងគណិតវិទ្យាខ្ញុំប្រៀបទៅនឹងគណិតវិទ្យាណាបងប្អូនខ្ញុំយល់ច្បាស់អ្វីដែលសនរានិយាយគឺមិនមែនគោលបំណងឲ្យមនុស្សនឹងត្រាស់ដឹងឬក៏យល់នៅមាគ៌ាធម៌បើចង់ស្ដាប់ធម៌យល់គឺយើងទៅស្ដាប់សម្ដែងធម៌ទេសនាឬក៏ទៅគម្ពីរត្រៃបិដកអានឹងត្រូវជាសនរានិយាយគឺស្រេចខោជនបដិការផ្លាស់ប្ដូរផ្នត់កំណត់ហើយបើកាលណាខ្ញុំនិយាយមានប្រយោជន៍ណាស់ផ្កាព្រៃសម្រាប់សង្គមហើយខ្ញុំលើកឧទាហរណ៍ដើម្បីមនុស្សយល់ទេខ្ញុំមិនមែនចង់មានន័យថាធម៌នោះវាអញ្ចឹងទេប៉ុន្តែវាអញ្ចឹងដែរបងប្អូនពិចារណាខ្ញុំចង់និយាយទេបើកាលណាយើងធ្វើបុណ្យដោយមេត្តាធម៌ដោយករុណាធម៌ដោយមិនរំពឹងការតបស្នងផលបុណ្យព្រះជាម្ចាស់នឹងតបស្នងមកយើងវិញនៅថ្ងៃណាមួយមិនមែនអ្នកនឹងតបស្នងទេអ្នកដតីមកតបស្នងឲ្យយើងផលបាបទៅតែហ៊ុនសែនចាប់ឪពុកសូនតារាគុកឪពុកសូនតារាមិនអាចទៅធ្វើអីហ៊ុនសែនបានទេប៉ុន្តែផលបាបនឹងមានអ្នកដតីមកធ្វើអីហ៊ុនសែនឬក៏គ្រោះធម្មជាតិណាមួយមកធ្វើអីហ៊ុនសែនឃើញទេតែខ្ញុំថាចុះបើសិនជាធ្វើបុណ្យចង់បានការតបស្នងកាលណាយើងធ្វើបុណ្យចង់បានការតបស្នងចំណោះអានេះគេហៅធ្វើចំនួនតបស្នងធ្វើចំនួនយើងលុកសាច់ជ្រូក1គីឡូយើងមិនស្មើនឹង20000យើងមិនឲ្យគេ1គីឡូយើងបាន20000មែនទេយើងធ្វើចំនួនយើងបានលុយគេយើងឲ្យរបស់ទៅគេឲ្យលុយយើងទៅធ្វើការយើងបំពេញសេវាកម្មការងារឲ្យគេឲ្យប្រាក់ខែមកយើងអានេះដកទៅស្មើសូន្យនៃខ្ញុំនៅក្នុងន័យធៀបនេះណាបងប្អូនណានេះគឺមានន័យថាអត់បានបន់ទេបើយើងមានបន់មួយរិទ្ធិនិសមណែដែលខ្ញុំប្រៀបធៀបគណិតវិទ្យាសម្រាប់អ្នកយល់ហ្នឹងត្រាយូមិនងាយពិបាកទេបងប្អូនណាបើយើងមានលុយ1000យើងទិញស្បែកជើងមកគូយកមានបានបន់ទេយកមានបានអីកើនយើងបានស្បែកជើងប៉ុន្តែចំនួនគឺវាមានភាពចំណេញរបស់វាមានភាពចំណេញមែនទេវាយើងបានចំណេញគឺចំណេញទៅលើសម្ភារៈទេប៉ុន្តែខ្ញុំចង់និយាយអំពីផលបុណ្យណាគឺអត់បានទេតែប្រៀបធៀបទៅក្នុងចំណុចមួយឧទាហរណ៍ថាយើងមានបុណ្យមួយយើងអត់កើនេះបុណ្យនឹងនៅតែមួយដដែលបើសិនជាយើងទៅធ្វើបុណ្យ100តែយើងមានបុណ្យមួយយើងចង់ធ្វើបុណ្យ100ដើម្បីឲ្យកើនបាន100ប៉ុន្តែយើងចង់បានផលតបស្នង100មកវិញឃើញវាស៊ីសងគ្នាបងប្អូនណាបើកណាបានផលតបស្នង100មានន័យថាគេ100លើ100ស្មើបានមនុស្សល្ងងអត់ចេះអង្គុយចុចកាសចូលតាមសូត្រាបើបាននៅសល់មួយទៅដែរអានេះខ្ញុំនិយាយបែបឲ្យយល់ណាបងប្អូនធ្វើបុណ្យ1លានក៏ដោយឲ្យតែបងប្អូនធ្វើបុណ្យចង់បានការតបស្នងណាគឺបងប្អូនអត់បានបុណ្យបងប្អូនបាននៅសល់តែបុណ្យមួយទៅដែរបងប្អូនមានអ្នកយកកាសចូលចុចដូចសូត្រាថាយក1លានចុច1លានចែកឲ្យ1លានមែនទេបងប្អូនគៀងមកវិញបងប្អូនយក1លានចែក1លានមិនស្មើមួយបងប្អូនធ្វើបុណ្យ50000បុណ្យ
ឲ្យបងប្អូនប្រាថ្នាចង់បានការតបស្នងចង់បានរបស់គេមកវិញអត់ដឹងបងប្អូនយក 50000 ចែកឲ្យ 50000 មើលយកកាស៊ីយ៉ូចែក 50000 ចែកឲ្យ 50000 យកបានបុណ្យយើងសល់តែមួយដូចគ្នាមែនទេហ៊ុនសែនណាបើគាត់ធ្វើបុណ្យទៅទៀតគាត់ទៅទិញទឹកចិត្តគាត់ទៅទិញអ្នកចុកចូលទោះជាគាត់ចាយលុយរាប់លានក៏ដោយបងប្អូនចាយលុយរាប់លានក៏ដោយគាត់អត់បានបុណ្យគាត់បានបុណ្យទេពីព្រោះគាត់ចេតនាចង់ទិញក្បាលគេចង់ឲ្យគេចុះចូលចង់ឲ្យគេថ្វាយបង្គំចង់បង្ក្រាបគេមែនទេទោះជាគាត់ចំណាយលុយមក100លានដើម្បីទៅទិញគណៈបកយានឋានហេងវាចាមែនទេទិញគណៈបកប្រចាំរបស់តែគាត់ធ្វើជាសប្បុរសធ្វើជាគុណធម៌ធ្វើជាឲ្យលុយទៅពងរៃយ៉ាឲ្យលុយទៅអ្នកណាធីសវណ្ណថាក៏ដោយគាត់អត់បានបុណ្យនេះព្រោះគាត់រំពឹងការតបស្នងគាត់ធ្វើជំនួញនយោបាយគ្រូម៉ុងតូអញ្ចឹងហ៊ុនសែននេះគាត់មានបុណ្យមួយគាត់ធ្វើបុណ្យ1លានគាត់រំពឹងបានការតបស្នង1លានអញ្ចឹងមានន័យថាបើយក1លានវាមិនសងគ្នាយក1លានចែកឲ្យ1លានបងប្អូនអ្នកមិនចេះចុចកាសចូលយក1លានចែកឲ្យ1លានណាសុកសុបិនគឺវានៅតែមួយតែដែរប៉ុន្តែបើយើងធ្វើបុណ្យដោយគ្មានការរំពឹងការតបស្នងដោយសេចក្តីជ្រះថ្លាដោយធម៌មេត្តាអាណិតនេះឈឹមសផាត់ពិតប្រាកដណាផលបុណ្យទេវតាព្រះជាម្ចាស់នឹងផ្ដល់ឲ្យយើងនៅថ្ងៃណាមួយអានេះខ្ញុំក៏មិនបញ្ជាក់អញ្ចឹងទេប៉ុន្តែចំណុចតំណែងក៏មានបងប្អូនយើងនេះខ្ញុំអានេះខ្ញុំឆ្លើយទៅបដិជគុណមួយអង្គដែលនិយាយមកសូនតាប៉ុន្តែសូនតានិយាយលោសិចជាងលោសិចស្ដាប់ទៅចឹងមែនបងប្អូនណាស្ដាប់ទៅងាយយល់ណាបងណាបុណ្យមានតែយើងកើនបានបុណ្យយើងធ្វើបានបុណ្យច្រើនយើងធ្វើ1លានក៏ដោយយើងរំពឹងបាន1លានបងប្អូនវាសងគ្នាមិនរួចមែនទេវាអត់មានណាចំពាក់ណាយើងមានមួយនៅមួយដដែលបងប្អូនមិនជឿយក1លានចែក1លានបានមួយយើងធ្វើបុណ្យ5000យើងរំពឹងបានផលពីគេ5000យើងយក5000ទៅចែកឲ្យ5000យើងនៅតែមួយដដែលទេនៅតែមួយអត់បានបុណ្យទេដូចហ៊ុនសែនក៏បានបុណ្យគាត់បានបាបទៅទៀតមានពេលខ្លះលុយវាបង្កប់នៅចេតនាអាក្រក់វាទៅជានរកទៅវិញខ្លះគេថាហេលោកគ្រូចុះប្រទេសខ្លះមេដឹកនាំដែលធ្វើប្រព្រឹត្តអំពើបាបកម្មនៅធ្វើសង្គ្រាមកាប់សម្លាប់អាមេរិកក៏មិនឃើញប្រទេសនឹងបាបបធូនីស្រោបធ្លាក់នរកអីទៅចម្លើយសង្គ្រាមខុសពីការធ្វើបាបសង្គ្រាមគឺបាបទាំងសងខាងឧទាហរណ៍ថាមែនទេខ្មែរធ្វើសង្គ្រាមជាមួយថៃខ្មែរធ្វើសង្គ្រាមជាមួយថៃអានឹងថៃហើយខ្មែរវាច្បាំងគ្នាបើឯងមិនសម្រាប់អញសម្រាប់ឯងដូចបដាល់ណាដូចបដាល់ឡើងបដាល់អញ្ចឹងអេពូថងឬក៏ធឿនធីរ៉ាបដាល់ជាមួយបរទេសអានឹងអត់មានថាធឿនធីរ៉ាវាយអានោះសម្រាប់បាបទេពួកអានឹងបើគេមិនវាយយើងវាយគេបើយើងមិនវាយគេវាយយើងពួកអានឹងចឹងសង្គ្រាមបើកណាប្រទេសពីរសង្គ្រាមឧទាហរណ៍ថាដូចជានៅប្រទេសនៃពួកហាម៉ាស់នៅអ៊ីស្រាអែលអានឹងវាសាហាវព្រៃផ្សៃបាបមែនទេប៉ុន្តែបើអានោះវាវាយអានោះខ្សែវាយខ្ងប់អានោះវាយខ្ទេចមែនទេអញ្ចឹងសង្គ្រាមខ្ញុំចង់និយាយវាខុសអំពីបាបណាសង្គ្រាមគឺសំដៅទៅលើបាបទាំងពីរអាពីរនោះវាបាបឲ្យតែធ្វើសង្គ្រាមមែនទេពីព្រោះបើឯងមិនសម្រាប់អញសម្រាប់ឯងវាទៅជាលក្ខណៈការពារខ្លួនណាយើងកុំយកន័យធៀបអញ្ចឹងក្នុងសង្គ្រាមអាណាខ្លាំងអានឹងកាន់តាប់ហើយប៉ុន្តែបាបចង់សម្ដៅខ្ញុំនិយាយនេះគឺខ្ញុំចង់សម្ដៅទៅលើមនុស្សដែលធ្វើបាបជន់ស្លុតត្រង់ទុនខ្សោយណាបងប្អូនហើយបងប្អូនមើលមនុស្សដែលធ្វើបាបជន់ស្លុតត្រង់ទុនខ្សោយខ្ញុំឲ្យរកឃើញអ្នកណាដែលមិនវិនិច្ឆ័យអត់មានអ្នកណាអត់វិនិច្ឆ័យមួយអ៊ីតាលីខ្ញុំនិយាយពីប្រវត្តិសាស្ត្រវិនិច្ឆ័យណាអ៊ីតាលីនេះលីតានជាទូចវិនិច្ឆ័យអស់បើយើងធ្វើបាបគេអ្នកហ្នឹងដូចខ្ញុំនិយាយបាញ់មិញអញ្ចឹងទុនខ្សោយមិនអាចធ្វើបាបទេផលបាបអ្នកដតីព្រះនឹងបញ្ជូនអ្នកដតីខ្លាំងជាងអ្នកឯងមិនធ្វើបានបើអ្នកឯងធ្វើបាបកូនគេផលបាបនឹងធ្វើបាបអ្នកឯងផងធ្វើបាបកូនអ្នកឯងផងបើអ្នកឯងធ្វើបាបឪគេផលបាបនឹងធ្វើបាបអ្នកឯងផងធ្វើបាបឪអ្នកឯងផងបើអ្នកឯងធ្វើបាបគ្រួសារគេផលបាបព្រះជាម្ចាស់នឹងដាក់ទោសអ្នកឯងផងនឹងក្រុមគ្រួសារអ្នកឯងផងវាអញ្ចឹងឧទាហរណ៍ថាហ៊ុនសែនធ្វើបាបសនតារានឹងក្រុមគ្រួសារទាំងមូលអញ្ចឹងថ្ងៃណាមួយពេលដែលផលបាបមកដល់គឺមិនបាបទៅហ៊ុនសែនទេគឺបាបកូនចៅហ៊ុនសែននិងក្រុមគ្រួសារពីព្រោះបើគាត់ធ្វើបាបសនតារាមានន័យថាវាសងគ្នាណាបងប្អូនបើហ៊ុនសែនធ្វើបាបសនតារាអាហើយគឺត្រឹមតែសនតារានិងហ៊ុនសែននេះដូចថៃធ្វើបាបហ៊ុនសែនណាឧទាហរណ៍អញ្ចឹងបាញ់រូបថតហ៊ុនសែនហ្នឹងទូទាត់ទេប៉ុន្តែបើថៃទៅធ្វើបាបដល់កូនចៅហ៊ុនសែនទៀតអានោះឧទាហរណ៍តបទៅអញ្ចឹងប៉ុន្តែរវាងថៃនិងខ្មែរហៅសង្គ្រាមអានេះក៏ទូទាត់ទេសង្គ្រាមមានន័យថាវាត្រូវទៅវាយមកដូចបដាល់ហ្នឹងឯងនៅសៃវៀនវាត្រូវទៅបដាល់យ៉ាងណាអានេះវាអញ្ចឹងណាអានេះខ្ញុំបញ្យល់ទៅដាក់ប្រដាច់ប្រគុណឬក៏បងប្អូនយើងមួយចំនួនតែនេះដែលថាចុះអាសង្គ្រាមវាបាបទាំងពីរបដាល់នេះវាយមិនវាយអញវាយឯងហើយដូចថៃធ្វើដាក់ហ៊ុនសែនជាលក្ខណៈសង្គ្រាមមែនទេអញ្ចឹងថៃអត់បាបទេហ៊ុនសែនធ្វើដាក់ថៃវិញក៏បាបដែរប៉ុន្តែបើហ៊ុនសែនក៏ធ្វើដាក់ជនស្លូតត្រង់អានេះគឺពិតណាបងប្អូនផលបាបពិតឥឡូវយើងរកឃើញមួយដែលថាឲ្យថាខុសនៅក្នុងសង្គមធម៌ព្រះពុទ្ធណាព្រះពុទ្ធដែលត្រាស់ដឹងសច្ចធម៌ណាអត់ទាន់ខុសអត់មែនទាន់ខុសអត់ខុសទេគាត់តែយើងចេះតែមើលរំលងចេះថាមិនអីបើហ៊ុនសែនធ្វើបាបសូនតារាបាបហ្នឹងត្រឹមតែតជាមួយសូនតារាហ៊ុនសែននេះតារានេះសិនបើហ៊ុនសែនធ្វើបាបនេះគ្រួសារសូនតារាផលបាបហ្នឹងនឹងធ្លាក់ដល់ហ៊ុនសែននិងគ្រួសារបើកណាអាកម្រិតវាសងមកវិញទាំងអស់បើហ៊ុនសែនលេងត្រឹមតែបុគ្គលវាបានត្រឹមបុគ្គលបើហ៊ុនសែនលេងទៅធ្វើបាបក្រុមគ្រួសារគេទាំងមូល
ថ្ងៃណាមួយគឺក្រុមប្រឹក្សាបងប្អូនខ្ញុំឲ្យមើលអ៊ីតាលីខ្ញុំឲ្យមើលមេដឹកនាំផ្ដាច់ការនៅហ្វីលីពីនកន្លងមកខ្ញុំឲ្យមើលស៊ូហាតូនៅឥណ្ឌូនេស៊ីខ្ញុំឲ្យមើលមេដឹកនាំផ្ដាច់ការបច្ចុប្បន្នជាក់ដៃថ្មីដែលសមស៊ីក៏រសារបង្ហោះនៅនេះដូចជានៅស្រីលង្កាដូចជានៅបង់ក្លាដេសដូចជានៅអីណាហ្នឹងអាហ្នឹងគឺវាអញ្ចឹងជាពិសេសថ្មីនៅដូចជានៅស្រីលង្កានៅនេប៉ាល់អីចឹងដូចថានៅនេប៉ាល់អីចឹងទៅផលបាបមានពិតណាស់ជឿមិនជឿជារឿងរបស់អ្នកតែមានពិតអញ្ចឹងបានជាគេឲ្យមនុស្សហ្នឹងធ្វើបុណ្យមែនទេធ្វើបុណ្យប៉ុន្តែលក្ខខណ្ឌចេះខ្ញុំនិយាយតែនេះអ្វីតិចចុះអាហ្នឹងសំខាន់ដែរ Swiss Maritime ស្រុនមិនស្រីបើសូនតារាធ្វើសង្គ្រាមជាមួយហ៊ុនសែនមានន័យថាខ្ញុំទៅវាយហ៊ុនសែនទៅចាប់ហ៊ុនសែនដាក់គុកទៅផ្លុងដាក់នៅផ្ទះហ៊ុនសែនទៅផ្លុងដាក់ក្រុងភ្នំពេញខ្ញុំនិងហ៊ុនសែនហ្នឹងពុះដីមួយជំនាញមួយនេះបាញ់គ្នាហ៊ុនសែនទៅបាក់ខ្ញុំក៏បាក់ទេមិនបើធ្វើសង្គ្រាមច្បាស់គ្នាសង្គ្រាមមានន័យថាវាយទៅវាយមកបងប្អូនខ្ញុំកាន់ដាវហ៊ុនសែនកាន់បាត់ថៅកាប់គ្នាហ៊ុនសែនកាប់ខ្ញុំមកអាចថាមិនបាក់បើអញ្ចឹងហ៊ុនសែនបានបនទៅទៀតព្រោះគាត់ការពារអាយុជីវិតការពារជីវិតជាបានបនហើយខ្ញុំកាប់ហ៊ុនសែនក៏ខ្ញុំអត់បាក់ដែរប៉ុន្តែករណីនេះគឺខ្ញុំវាអត់មានធ្វើឲ្យហ៊ុនសែនបងខ្ញុំមិនទៅធ្វើសង្គ្រាមជាមួយហ៊ុនសែនខ្ញុំមិនទៅវាយហ៊ុនសែនខ្ញុំសម្ដែងមតិហើយជាពិសេសឪពុករបស់ខ្ញុំក្រុមគ្រួសាររបស់ខ្ញុំអត់ទៅធ្វើហ៊ុនសែនផងអាមិនបានជាហ៊ុនសែនទៅធ្វើបាបឪពុកនិងក្រុមគ្រួសាររបស់ខ្ញុំផលបាបមានពិតបងប្អូនណាអ្នកណាដែលអាចសល់អាយុជីវិតអង្គុយមើលគាត់សម្ដីសូនណាអ្វីដែលខ្ញុំនិយាយនេះគឺសម្ដែងនៅក្នុងធម៌ព្រះពុទ្ធសាសនាកម្មផលដែលភរិយារបស់ហ៊ុនម៉ាណែតជឿទៅលើព្រះពុទ្ធសាសនាបំផុតថ្ងៃនេះបើបានស្ដាប់សូនតាភ្លឺដូចភ្ញាក់ពីដេកប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតបែបសច្ចធម៌បើសូនតានិងហ៊ុនសែនធ្វើសង្គ្រាមជាមួយគ្នាកាប់សម្លាប់គ្នាហ៊ុនសែនធ្វើបាបខ្ញុំអត់ខុសទេបើខ្ញុំធ្វើសង្គ្រាមជាមួយហ៊ុនសែនធ្វើបាបវាយនេះក្រុមគ្រួសារហ៊ុនសែនចាប់ក្រុមគ្រួសារហ៊ុនសែននេះហ៊ុនសែន30ទៅ30មកអានឹងគឺអត់បាបទេប៉ុន្តែនេះវាអត់ណាគាត់ទៅធ្វើបាបជនស្រុកត្រង់សុទ្ធជនស្រុកត្រង់ជាអ្នកដែលស្រឡាញ់ហ៊ុនសែនពេញបេះដូងឪពុកខ្ញុំស្រឡាញ់ហ៊ុនសែនណាណាហើយជាអ្នកដែលគ្រប់គ្រងមិនមែនជាអ្នកគ្រប់គ្រងជាសមាជិកសកម្មរបស់គណៈបព្វជិជនជាអ្នកបម្រើគ្រប់គ្រងហ៊ុនសែនទៅចាប់គាត់ដាក់គុកអានឹងគឺថាបាត់តម្លៃណាបងប្អូនរោតម្លៃបន្តិចប៉ុន្តែសៃសអត់បានទេអត់អាលីងតែម្ដង